ngày ní ngày ti mà phơi bấy khai 4 năm pi po mà phơi pram chân chập rọpពីថ្ងៃនឹងទៅថាតើការបដោះគ្រាប់គុយនេះវាចំណាយពេលប្រហែលថ្ងៃបងប្អូនតាមដានទាំងអស់គ្នាថាការបដោះគ្រាប់គុយយើងនឹងបានជោគជ័យអត់ផ្លែគុយផ្លែវគុយអានេះគ្រាប់ផ្លែវគុយម្សិលមិញឃើញមានបងប្អូនដែលគាត់បេះផ្លែគុយបានគាត់ច្រកថងលក់ថងកន្លះគីឡូ50 1គីឡូ 10000 ហើយដល់ពេលអញ្ចឹងគេច្រកកន្លះគីឡូ 55,000 ណាដល់ពេលអញ្ចឹងក៏ចង់ហូបគុយហើយដល់ពេលអញ្ចឹងក៏យកគ្រាប់វាហ្នឹងមកថានេះត្រៀមបដោះដាំវីដេអូនេះចង់ធ្វើវីដេអូការបដោះគុយគ្រាប់គុយណានេះសភាពលក្ខណៈគ្រាប់គុយផ្លែគុយណាចាំមិញកន្លះគីឡូម្នាក់ឯងហូបសល់ប្រហែលផ្លែនេះឯងផ្លែគុយអាចថាបងប្អូនភាគច្រើនអាចថាស្គាល់ប្រភេទផ្លែឈើព្រៃនេះឥឡូវខ្ញុំបកមកផ្លែធំនេះឲ្យមើលសភាពសាច់របស់វាហើយរសជាតិវាមានរសជាតិមិនខ្មិចបានបំទេញោមវាលួយបងប្អូនមើលបើយើងលេបគ្រាប់ឆ្ងាញ់ជាតិល្អតែដល់ពេលយើងញ៉ាំលេបគ្រាប់ច្រើនអាចក្តៀនប៉ុន្តែដោយសារខ្ញុំត្រូវការគ្រាប់យកទៅបដោះដាំអញ្ចឹងខ្ញុំក៏ទុកគ្រាប់ចាំបានផ្លែច្រើនចាំយើងហូបទាំងគ្រាប់ច្រើនអញ្ចឹងដល់ពេលយើងដាំតន់បានយើងហូបទុកគ្រាប់ដាំសិនអញ្ចឹងបន្តមើលការបដោះគ្រាប់គុយនេះថងបដោះគ្រាប់គុយយើងមានខ្លះហើយដែលមានដីស្រាប់ហើយអានេះថងដែលត្រៀមបដោះបន្ថែមទៀតពោះដោយសារគ្រាប់ច្រើនអញ្ចឹងត្រូវការបដោះច្រើនថងហើយនេះដីជីដីកប៉ុសគឺយើងត្រូវបដោះរឿងពិបាកបដោះតិចដោយសារកាន់កាមេរ៉ាមួយជាងបដោះដាក់បដោះមួយជាងក្នុងមួយថងដាក់2គ្រាប់គឺថាខ្ញុំដៃថតចាប់កាមេរ៉ាថតនេះជាងហើយអញ្ចឹងបដោះមកជារៀងពិបាកធ្វើ
ថងនេះអាចថាស្រួលដោយសារដីនេះធូរស្រាប់អញ្ចឹងខ្ញុំច្រកដាក់តែម្ដងអានេះប្រហែលថងដំបូងនេះវាមានដីស្រាប់អញ្ចឹងដីនឹងដីចាស់អញ្ចឹងពិបាកជ្រុំតិចទេដល់វាថងដាក់ដីកប៉ុសដីធូរស្រាប់ម្ដងច្រើនពេកចឹងត្រូវប្រើថងច្រើនពេកខ្ញុំដាក់3គ្រាប់តែម្ដងសិនជាលាស់មួយថងលាស់ទាំងអស់វាអាចមួយថងបាន3ដើមអញ្ចឹងបើយើងយកទៅដាំមកគុំស្មើ3ដើមនឹងតែម្ដងទៅឲ្យវានៅជាគុំពីដើមអញ្ចឹងមកនេះហើយមកដល់ចូលមួយទៀតឥឡូវខ្ញុំបានកប់គ្រាប់គុយដាក់ចូលថងរួចអស់ហើយអានេះបានច្រើនដែរហើយនៅខាងក្នុងមុងទៀតដែលក្នុងរោងមុងនេះវាមានថងដីស្រាប់ហ្នឹងមានច្រើនដែរអញ្ចឹងចាំមើលចាំប្រមូលពីខាងក្រៅនេះទៅដាក់ក្នុងមុងហ្នឹងហើយរាប់ចំនួនទាំងអស់វាបានប្រមាណថងបាទឥឡូវការបដោះកប់គ្រាប់គុយដាក់ចូលថងរួចអស់ហើយរាប់ទាំងអស់គ្នាថាតើចំនួនដែលយើងបដោះក្នុងមួយថងដាក់ទាំងអស់ហ្នឹងវាមានប្រហែលថងហើយក្នុងមួយថងខ្ញុំដាក់3គ្រាប់ដោយសារគ្រាប់វាច្រើនពេកអញ្ចឹងកាលណាយើងដាក់មួយគ្រាប់ទៅ2គ្រាប់វាចំណាយថងច្រើនអញ្ចឹងខ្ញុំសម្រេចដាក់3គ្រាប់ក្នុងមួយថងអញ្ចឹងក៏នៅតែចំនួនច្រើនដែរបើសិនជាវាកើតមកល្អយើងយកទៅដាំក្នុងមួយថងហ្នឹងវា3ដើមអញ្ចឹងអាចនិយាយអានថាក្នុងមួយគុំគឺយើងដាំមួយគុំមាន3ដើមបាទឥឡូវយើងរាប់ពីខាងនេះមកគឺជំរឿរាប់ចំនួន2 4 6 8 10 12 14 15 16 ថង28បូកអនុ4ទៀតវា32អញ្ចឹងទាំងអស់32ថងថ្ងៃនេះថ្ងៃទី23ខែ4ឆ្នាំ2025អញ្ចឹងចាប់រាប់ពីថ្ងៃហ្នឹងទៅថាតើការបដោះគ្រាប់គុយនេះវាចំណាយពេលប្រហែលថ្ងៃបងប្អូនតាមដានទាំងអស់គ្នាថាការបដោះគ្រាប់គុយយើងហ្នឹងបានជោគជ័យអត់លាស់ដើមលាស់កូនហ្នឹងអញ្ចឹងចាំមើលតាមដានទាំងអស់គ្នាបន្ទាប់ឥឡូវយើងស្រោចទឹកបាទដាក់ឲ្យជោគដើម្បីឲ្យគ្រាប់នឹងវាបៀមទឹកបានល្អទៅវាអាចឆាប់ប្រេះគ្រាប់ចេញត្រួយចេញប្រឡូកបាទថ្ងៃនេះថ្ងៃទី20ខែ5ឆ្នាំ2025បន្ទាប់ពីខ្ញុំបានបដោះគ្រាប់គុយថ្ងៃទី23ខែ4ឆ្នាំ2025រយៈពេលមកដល់ឥឡូវ27ថ្ងៃចាប់តាំងពីយើងចាប់កប់បដោះគ្រាប់គុយមកដល់ឥឡូវ27ថ្ងៃអញ្ចឹង3ថ្ងៃទៀតគ្រប់មួយខែអញ្ចឹងជាមើលរយៈពេលការដោះបោះគ្រាប់គុយហ្នឹងវាធំប៉ុណ្ណាឥឡូវយើងទៅមើលគ្រាប់គុយដែលបានបដោះថ្ងៃមុន
រយៈពេល27ថ្ងៃនេះបាទឃើញថាវាលូតបានចិត្តមួយឆ្អាមខ្ញុំអត់បានថតការវាកំពុងបាទអានេះវាមានអាខ្លះទៅលូតមកអាខ្លះបានគួសមអាខ្លះក៏បានមួយឆ្អាមវាមានទូចមានធំលាស់សឹងគ្រប់ថង់ខ្លះមាន1ថង់ខ្លះមាន2ថង់ខ្លះក៏មាន3ថង់ខ្លះក៏វាអត់តន់ជាលូតលាស់ដែរអញ្ចឹងរយៈពេលក្របគុយដុះនេះវាមានអាយុ27ថ្ងៃចាប់រាប់ពីថ្ងៃបដោះមកដល់ថ្ងៃនេះអញ្ចឹងក្របគុយយើងបានបដោះជោគជ័យហើយនៅចាំតែយើងថែវាឲ្យបានធំយ៉ាងហ្នឹងបានខ្ញុំចាប់ផ្ដើមយកទៅជីកដៅដាំបន្តទៀតអញ្ចឹងរងចាំវីដេអូបន្តទៀតពីការដាំដើមគុយអានេះយើងធ្វើវីដេអូទាក់ទងនឹងការបដោះក្របគុយបានជោគជ័យមកកម្រិតហើយអញ្ចឹងនៅការយកដើមគុយនេះយកទៅដាក់ដាំនៅរយៈពេលមួយទៀតដែលវាអាចថាពេញអាយុអាចយកទៅដាំនៅខាងក្រៅបានអញ្ចឹងវីដេអូនេះសូមបញ្ចប់ប៉ុណ្ណឹងវីដេអូបដោះក្របគុយ